3ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ SOP ក្រុមការងារ JCTF និងបន្តពិភាក្សាដើម្បីឈានទៅដល់ការព្រមព្រៀងលើការកំណត់តំបន់អាទិភាពនិងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌ការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យកម្ពុជាទល់មុខតំបន់ភូមិនងច័ន្ទថៃនិងតំបន់ភូមិព្រៃច័ន្ទកម្ពុជាទល់មុខតំបន់ភូមិនងយ៉ាកែវថៃដែលក្រុងធ្វើនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះដោយទីបញ្ជាការកងកម្លាំងបូព៌ាធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51ស្នើឲ្យទីបញ្ជាការកងកម្លាំងបូព៌ាផ្អាកសកម្មភាពដោយដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ហើយរងចាំការសម្រេចពីថ្នាក់លើនិងតាមបែបបទនីតិវិធីដែលត្រូវបានកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ SOP របស់ក្រុមការងារ JCTF បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ51សង្ឃឹមយ៉ាងមុតមមថាទីបញ្ជាការកងកម្លាំងបូព៌ាទទួលបានការឆ្លើយតបនេះនិងផ្ដល់កិច្ចសហការបានល្អនេះគឺជាលិខិតឆ្លើយតបរបស់កងពលតូចថ្មើរជើងលេខ51ដែលបានផ្ញើទៅកាន់បញ្ជាការដ្ឋាននៃកងកម្លាំងបូព៌ារបស់ថៃដែលគេបានផ្ញើលិខិតមកដើម្បីបង្ហាញថាគេមានគម្រោងនៅក្នុងការធ្វើសកម្មភាពឈូសឆាយក៏ដូចជាការដោះមីននៅលើដែនអធិបតេយ្យរបស់កម្ពុជាហើយកម្ពុជាក៏បានឆ្លើយតបទៅវិញដែលមានខ្លឹមសារដូចពីខាងដើមដែលខ្ញុំបានជម្រាបជូនហើយជាក់ស្ដែងទោះបីជាកម្ពុជាបានឆ្លើយតបក៏ដូចជាបង្ហាញនៅការគោរពច្បាប់យ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយក៏កងទ័ពថៃនៅតែបំពេញឈ្លានពានតាមរយៈការប្រើគ្រឿងចក្រកំពុងតែឈូសឆាយលើទឹកដីរបស់កម្ពុជាដោយដែលទូរទស្សនិកជនបានឃើញនៅពេលនេះដែលសកម្មភាពទាំងអស់នេះវាផ្ទុយពីកម្ពុជាផ្ទុយពីច្បាប់អន្តរជាតិផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសរួមទាំងកិច្ចប្រជុំ GBC ជាដើមជាពិសេសគឺផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីពេលកន្លងទៅជាពិសេសនោះគឺផ្ទុយពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះយើងឃើញថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈលលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយនៅក្នុងនោះដែរយើងឃើញថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពមិនចង់បានព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយប្រទេសជិតខាងរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែ1មីលីម៉ែត្រឡើយនិងរក្សាសិទ្ធិត្រឹមតែការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះបាទនេះគឺជាការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងដើម្បីធ្វើយ៉ាងណាកសាងព្រំដែនជាមួយនឹងប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍក៏ប៉ុន្តែខាងភាគីថៃដែលជាប្រទេសអ្នកមានប្រទេសស៊ីវិល័យមួយនៅក្នុងតំបន់អាស៊ានរបស់យើងនេះជាប្រទេសដែលគេស្គាល់ថាជាប្រទេសដែលមានខឿនសេដ្ឋកិច្ចជាប្រទេសដែលមានអរិយធម៌មួយខ្ពង់ខ្ពស់ប្រជាជនមានចំណូលខ្ពស់មានចំណេះចេះដឹងជ្រៅជ្រះក៏ប៉ុន្តែកងទ័ពរបស់ខ្លួនកំពុងតែប្រើច្បាប់ព្រៃហើយការអនុវត្តច្បាប់នេះទៀតសោតមិនត្រឹមតែអនុវត្តនៅលើទឹកដីដែនអធិបតេយ្យរបស់ខ្លួនទេយកច្បាប់របស់ខ្លួនឯងរបស់ថៃមកអនុវត្តនៅលើដែនអធិបតេយ្យរបស់កម្ពុជាមកអនុវត្តមកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាដែលពួកគាត់មានសិទ្ធិស្របច្បាប់ប្រើប្រាស់ដីតាំងពីយូរយារណាស់មកហើយកំពុងតែរស់នៅជាអចិន្ត្រៃយ៍នៅលើដីស្របច្បាប់របស់ខ្លួនចាជាការបណ្ដាស់លោកតាំងពីឃើញថារយៈពេលជាង2ខែមកហើយដែលប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនេះដែលត្រូវបានចាស់កងទ័ពថៃឈ្លានពានធ្វើការរៀបបន្លាលួសក៏ដូចជាព្យាយាមក៏ឃ្លឿនបំពាននៅច្បាប់អន្តរជាតិដោយប្រើប្រាស់នៅច្បាប់របស់ខ្លួនមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាមកលើប្រជាជនដ៏ស្លូតត្រង់នៃព្រះរាជាណាចក្រកម្ពុជាហើយបើយើងចាផ្សារភ្ជាប់ទៅនឹងលិខិតរបស់
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានផ្ញើជូនលោកចាបាឡាគ្រីស្ណានរាជាអង្គរប៉ាល់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសំរុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សគឺនៅក្នុងនោះលិខិតនេះគឺបានសរសេរថាចាកម្មវត្ថុការបន្តតាមដានទៅលើគម្រាមកំហែងដែលបន្តកើតមានលើសិទ្ធិទទួលបានលំនៅឋានសំរុំរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនកម្ពុជាថៃលោកបាឡាគ្រីស្ណានរាជាអង្គរប៉ាល់ជាទីរាប់អានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាកសមកសូមគោរពគូសបញ្ជាក់ថាជាថ្មីចំពោះញត្តិបន្ទាន់របស់កសមកចុះថ្ងៃទី15ខែសីហាឆ្នាំ2025ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់កងទ័ពថៃដែលរំលោភបំពានទឹកដីកម្ពុជាដោយបានរាយបន្លារស់រារាំងមិនឲ្យប្រជាជនកម្ពុជាចូលទៅកាន់ផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពួកគាត់បាននិងបានគំរាមកំហែងដល់សិទ្ធិនិងសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមបណ្ដោយព្រំដែននោះទោះបីជាមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ចុះថ្ងៃទី28ខែកក្កដាឆ្នាំ2025និងគោលការណ៍ព្រមព្រៀងទាំង13ចំណុចនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC ចុះថ្ងៃទី7ខែសីហាឆ្នាំ2025ក៏ដោយក៏កសមកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានទទួលរបាយការណ៍គួរឲ្យទុកចិត្តបានថាកងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាញាសឹកដើម្បីបណ្ដេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពួកគាត់ដែលស្ថិតក្នុងដែនដីកម្ពុជាប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយបង្ខំរួចហើយនិងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណ្ដេញចេញដោយបង្ខំកំពុងទទួលរងនឹងការឈឺចាប់និងទុក្ខលំបាកជាទម្ងន់គ្រួសារទាំងនោះបានរស់នៅលើទីតាំងនេះជាច្រើនចំនួនមកហើយដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេប៉ុន្តែជាសហគមន៍ជាកន្លែងប្រកបរបរចិញ្ចឹមជីវិតនិងអត្តសញ្ញាណវប្បធម៌ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែងនោះហើយការបាត់បង់ផ្ទះសម្បែងគឺបានន័យថាបាត់បង់ទីជម្រកសុវត្ថិភាពសន្តិសុខនិងការទទួលបានសេវាជាមូលដ្ឋានផ្សេងៗដែលជាមូលហេតុបង្កឲ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោនភាពក្រីក្រនិងអស្ថិរភាពសង្គមកុមារត្រូវបានបង្ខំឲ្យបោះបង់ចោលការសិក្សាមនុស្សចាស់ត្រូវប្រឈមទៅនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរស្ត្រីនិងក្រុមជនងាយរងគ្រោះដទៃទៀតនោះត្រូវស្ថិតក្នុងហានិភ័យកាន់តែខ្លាំងផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រកបប្រជាការគំរាមកំហែងនិងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួនបានធ្វើឲ្យទុក្ខលំបាកពួកគាត់កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយនៅក្នុងនោះដែរយើងឃើញថាក្នុងន័យនេះគឺកសមកសូមធ្វើការស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យដែលមានអាណត្តិនៅក្នុងការលើកកម្ពស់និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលបានរងផលប៉ះពាល់ការបង្កការរំលោភបំពានណាមួយផ្សេងទៀតនិងសម្របសម្រួលឲ្យមានវិធានការដោះស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិកសមកមានការខកចិត្តយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់របស់កសមកហើយការបន្តភាពស្ងៀមស្ងាត់បែបនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេសនៅក្នុងពេលសហគមន៍ត្រូវប្រឈមមុខទៅនឹងការបណ្ដេញចេញដោយបង្ខំការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះក្នុងការតស៊ូមតិជាសាធារណៈទាន់ពេលវេលាពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្ដារឡើងវិញបាន